ជំរាបសួរលោកគ្រូស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបសរសេរកូដ C3 ដែលមានលក្ខណៈពិសេសក្នុងការសរសេរកូដតែមួយជួរអូខេជាដំបូងយើងត្រូវការសរសេរ object data សិនដែលខ្ញុំឲ្យតម្លៃវាស្មើ100បន្ទាប់មកយើងត្រូវហើយយើងត្រូវដាក់សញ្ញាសួរស្គាល់ហើយយើងដាក់នៅហើយយើងត្រូវហៅបូលដាក់សញ្ញាសួរទៅមកហើយយើងដាក់ s login តោះមកយើងដាក់បើស្មើ true បើវាជាតិន័យត្រឹមត្រូវសុំទោសយើងត្រូវដាក់ true នៅពេលដែលយើងបានចូលតិន័យរួចរាល់ហើយឥឡូវនេះយើងឈានចូលដល់ការសរសេរឥឡូវនេះយើងចូលមកដល់ការបង្កើតលក្ខខណ្ឌដ៏សំខាន់របស់យើងអូខេបន្ទាប់មកយើងត្រូវការ request អូខេបន្ទាប់មកយើងត្រូវការសរសេរពាក្យថាបន្ទាប់មកយើងត្រូវការរក data ឬក៏ result login របស់យើងconsole យើងត្រូវសរសេរ write line យើងសិនវាស្រាប់របស់យើង
ហើយតែការ console read line ដើម្បីរាងគាត់ឲ្យដឹងថា pass ក៏ fail អូខេឥឡូវនេះខ្ញុំធ្វើការ run កម្មវិធីនេះអ្នកនរគ្នាមើលនេះវាបង្ហាញមកថា pass អញ្ចឹង data របស់យើងស្គាល់100ហើយ score យើងស្មើ null ហើយ login យើងស្មើ true អញ្ចឹងចម្លើយដែល result យើងឃើញគឺ pass